อมาปีដំណើរការលំអិតរបស់យើងវិញសម្រាប់ដំណើរការរបស់យើងជ្រូកគឺយើងភ្លះមកស្អាតពីខាងក្នុងណាបងប្អូនលាងទឹកលាងអីស្អាតទៅបន្ទាប់មកយើងមានគ្រឿងហុយនេះគ្រឿងហុយនេះគឺយើងវាយមុន15ទៅ20នាទីមុននឹងពេលអាំងហើយបន្ទាប់មកគឺយើងយកបង្គំមីណុករបស់យើងនេះបង្គំមីណុកនេះអាចអាំងបានត្រឹម8គីឡូជ្រូកបងប្អូនមាន់ទាកងានគឺយើងអាចអាំងបានហើយបន្ទាប់ពីយើងវាយគ្រឿងហើយគឺយើងដោតបញ្ចូលមកដោតឲ្យធ្លុះជាមួយនឹងឆ្អឹងជនីឡើងមកក្បាលមកបងប្អូនហើយទាកងាននេះគឺខ្ញុំធ្លាប់បានបង្ហាញដែរខ្ញុំនឹងដាក់រូបភាពនៅខាងក្រោមចូលមកដល់ដំណើរការក្នុងការអាំងរបស់យើងវិញភ្លើងបងប្អូនភ្លើងគឺយើងបង្កាត់បានឆេះឲ្យច្រើនហើយបានយើងយកមកអាំងមិនមែនបង្កាត់ភ្លាមយកមកអាំងភ្លាមទេហើយសម្រាប់ការអាំងនេះគឺយើងទាញល្ងើកឲ្យប៉ិនជាមួយនឹងជ្រូកដើម្បីឲ្យកម្ដៅវាភាយមកស្មើហើយយើងដាក់សន្ធឹងនេះរយៈពេលនៃការអាំងសន្ធឹងនេះ10-15នាទីដើម្បីឲ្យវាទាញដៃទាញជើងហើយឲ្យមកស្ងួតស្បែកមកទាញដៃដូចរូបហ្នឹងបន្ទាប់មកគឺយើងចាប់ផ្ដើមលាបជាមួយនឹងខ្លាញ់ជាមួយនឹងប្រេងដែលយើងភ្ជាប់ទៅជាមួយនឹងយើងលាបអាំងបដាលាបបដាទៅហើយកុំបង្ខំបងប្អូនអាំងនេះល្មមបន្ទាប់មកពីយើងលាបខ្លាញ់ហើយគឺយើងចាប់ផ្ដើមដាក់ស្បែកអាំងបងប្អូនហើយស្បែកនេះគឺយើងអាំងទៅហើយយើងសេរីភ្លើងខាងក្រោមមកទៅត្រូវទៅហើយយើងអាំងបវលទៅបវលមកបងប្អូនកុំដាក់នៅមួយកន្លែងចង់បានឆ្ងាញ់តើយើងអាំងយើងកុំខ្ជិលហើយបន្ទាប់ពីយើងអាំងបានស្បែកឡើងស្រួយខ្ញោកដូចវីដេអូនេះហើយបងប្អូនឃើញពណ៌អញ្ចឹងតែមើលនេះស្រួយខ្លាំងមែនទែនគ្មានកន្លែងណាអត់ស្រួយទេបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់គ្រឿងនេះបងប្អូនគ្រឿងដែលយើងយកទៅហ្នឹងគឺយើងចាប់ផ្ដើមឆូតអីគឺយើងលាបទៅហើយគ្រឿងនេះបើសិនជានិយាយឲ្យត្រង់ហ្មងគឺយើងលាបត្រឹម5នាទីអីទេ5នាទីហ្នឹងគឺវាឈ្ងុយហើយយើងចាប់ផ្ដើមលើកទៅព្រោះគ្រឿងយើងវាយបាន2ដងហើយណាបងប្អូនអញ្ចឹងឥឡូវបងប្អូនអាចមកស្ដាប់សន្ធឹកជ្រូករបស់យើងសិនដូចអ្វីដែលបងប្អូនមើលឃើញនឹងស្ដាប់ឮចឹងថាសម្រាប់ជ្រូកទោះបីជាយើងអាំងនៅក្នុងលំហពណ៌យើងស្លែបបែបនេះបន្តិចមែនប៉ុន្តែគ្មានកន្លែងមួយណាអត់ស្រួយទេបងប្អូនស្រួយទាំងអស់តែម្ដងហើយជ្រូកធ្វើថ្មីអាំងភ្លាមជាមួយបរិយាកាសបែបនេះញ៉ាំភ្លាមក្តៅចេះបងប្អូនឆ្ងាញ់ខ្លាំងមែនតើនិយាយទៅគឺថាបើយើងអ្នកស្រឡាញ់បរិយាកាសបែបនេះគាត់តែឃើញដឹងតែចូលចិត្តហ្មង